Heyថ្ងៃនេះថ្ងៃសកពិតជាសកសប្បាយណាស់សំណាងមែនក្មួយរបស់នាងខ្ញុំគាត់បានសម្រាលហើយជ័យយោរងចាំតាមដានវីដេអូនាងខ្ញុំណាប្រហែលម៉ោង6ទីភ្លឺនាងខ្ញុំចាភ្ញាក់ពីគេងហើយក៏បានលើសំឡេងតានឹងនិយាយក៏ថាបងស្រីរបស់នាងខ្ញុំសម្រាលកូនតាំងពីយប់មិញហើយជ័យយោសុខសប្បាយណាស់ខ្ញុំសប្បាយចិត្តមែនតើព្រោះបងស្រីរបស់នាងខ្ញុំនឹងគាត់បានសម្រាលកូនរួចហើយអញ្ចឹងព្រឹកឡើងយើងទៅមើលចាគាត់ទាំងអស់គ្នានៅឯមន្ទីរពេទ្យវត្តគោអញ្ចឹងបងប្អូនរងចាំទស្សនាវីដេអូរបស់នាងខ្ញុំផងណាចាអញ្ចឹងយើងនាំគ្នាចាប់ផ្ដើមទៅទាំងអស់គ្នាមានតាមានយាយមានអូនធីតាហ្នឹងគេទៅមើលប្អូនគេហើយនឹងបងវិជ្ជារីឯចៅរោសាវិញគេកំពុងនៅសាលារៀនគឺចៅហ្នឹងក៏ចង់មកដែរតែរវល់ចប់រៀនសិនណាចាអញ្ចឹងឲ្យម៉ែគាត់ទិញកាទៀវចាអ្នករៀនជាមួយគ្នាហ្នឹងកាទៀវសុភឿតនៅវត្តកំពង់សីមាហ្នឹងបងប្អូននេះតាមផ្លូវគឺខ្ញុំថតវត្តកំពង់សីមាហ្នឹងឯងគេល្បីណាស់ថាសម័យមុនដូចជាមានកពើអណ្ដែតអញ្ចឹងនេះគាត់បើកឡានចូលដល់មណ្ឌលសុខភាពវត្តកំពង់សីមាហើយនៅក្នុងទីធ្លាហ្នឹងក៏មានសាលាបឋមសិក្សាកំពង់សីមាដែរនេះចូលដល់កន្លែងគាត់សម្រាប់កូនរួចហើយចាអូនធីតាគេចង់មកមើលប្អូនដែរគេសប្បាយចិត្តណាស់គេឆ្លេកឆ្លាដល់ចោះដើរឡើងនៅក្នុងបន្ទប់សម្រាប់កូននឹងឯងនេះបន្ទប់រងចាំចាសម្រាប់កូនរួចហ្នឹងណាចានេះចែធីតាគេហ្នឹងដើរចោះដើរឡើងចូលចេញចូលក្នុងបន្ទប់គាត់ហ្នឹងកាលមុនបន្ទប់ហ្នឹងគឺអូនធីតាក៏បានសម្រាប់នឹងដែរកាលអូនសម្រាលដំបងណាចាហើយឃើញអ្នកគ្រូពេទ្យនេះមណ្ឌលសុខភាពវត្តគោហ្នឹងណាបងប្អូនអូនចេះសាធុគេសំពះអ្នកគ្រូពេទ្យដែលបានបង្កើតអូនចាជួយបង្កើតអូនកាលពីមួយឆ្នាំមុនហ្នឹងគឺអូនក៏ស្រាលនឹងដែរក៏កើតនឹងដែរចានេះនឹងមន្ទីរពេទ្យមណ្ឌលសុខភាពចាវត្តគោហ្នឹងណាឬក៏កំពង់សីមាហ្នឹងហើយចានេះអូនចាក្មួយប្រុសខ្ញុំហ្នឹងគឺអូនឈ្មោះសុភាចាហើយមានអ្នកសម្រាប់កូន2នាក់ជាមួយបងស្រីខ្ញុំដែរហើយអ្នកគ្រូពេទ្យក៏គាត់បានណែនាំអញ្ចឹងណាចាឥឡូវមកដល់ផ្ទះហើយអូនសុភាពបានមកដល់ផ្ទះហើយបងវិជាគេក៏អបអូនចានៅក្បែរអូនហើយមើលមុខគេលឹងប៉ោងខ្វិចខ្នាញ់ដល់ហើយនេះអូនបានដូចជាមួយថ្ងៃ2ថ្ងៃឯងបងប្អូនអើយចាហើយមុខគេដូចបងវិជាចឹងហើយស្បែកគេលឹងសស្គុះចាសជាងបងវិជាហើយចែធីតាហ្នឹងក៏គេមកមើលប្អូនដែរនេះគេងជាមួយគ្នានៅបន្ទប់អមីបងប្អូនចាចឹងអរគុណចាស់បងប្អូនជួយ like subscribe វីដេអូនឹងខ្ញុំផងណា